ជំរាបសួរអ្នកគ្នាខ្ញុំបាទសុភ័ក្របុត្រយ៉ាងនឹងដែរខ្ញុំធ្វើការបង្ហាញពី comment Pi អូខេដំបូងឡើយខ្ញុំធ្វើការ check IPA ដើម្បីខ្ញុំយក IP ទៅ connect ជាមួយនឹង PowerShell connect SH ជាមួយនឹង PowerShell run administrator អូខេបន្ទាប់មកធ្វើការ connect SH ចូលអូខេខ្ញុំធ្វើការបញ្ចូល password អូខេខ្ញុំបាន connect វាដោយជោគជ័យហើយដោយ comment ដំបូងធ្វើការ check who am I អូខេនេះគឺចេញឈ្មោះរបស់ខ្ញុំមកហើយធ្វើការ clear ចេញម្ដងសិនបន្ទាប់មកខ្ញុំធ្វើការ វា comment ls ដក l h អូខេវាសូចេញមកហើយយើងចង់បង្ហាញទិន្នន័យវាឥឡូវវាបានសូចេញមកហើយបន្ទាប់ពីខ្ញុំធ្វើការប្រើ comment ហ្នឹងហើយខ្ញុំធ្វើការប្រើ comment មួយទៀត ls ដក lh ហើយ comment pi អូខេវាបានចេញមកហើយអូខេធ្វើការវាយ comment មួយទៀត ls ដក lh pi head ដក5បានន័យថាយើងយក file ត្រឹម5ចុងក្រោយ5ជួរចុងក្រោយនេះខ្ញុំវាយ comment ខុស s ដក lh head ដក5បើខ្ញុំយក5ជួរចុងក្រោយអូខេឥឡូវធ្វើការបង្កើត file មួយ mkdir issue30អូខេបន្ទាប់ពីខ្ញុំបានបង្កើត file ជោគជ័យខ្ញុំធ្វើការមើល ls មកនេះ file ដែលខ្ញុំទៅតែបានបង្កើតមុនហ្នឹងហើយខ្ញុំធ្វើការចូលទៅកាន់ folder su30 អញ្ចឹងការ cd su30 អូខេខ្ញុំបានចូលទៅកាន់ folder su30 ហើយយើងធ្វើការបង្កើតនៅ file txt វាមកធ្វើការ nano file nano file .txt ហើយធ្វើការចុច enter ហើយក្នុងហ្នឹងយើងដាក់អីចូលក្នុងហ្នឹងក៏បានដែរដាក់ perfume យើងដាក់អីក៏បានដែរក្នុងហ្នឹងហើយនេះខ្ញុំដាក់ perfume 1ខ្ញុំដាក់ perfume 2យើងចង់ដាក់អីក៏បានដែរនៅក្នុង file txt ហ្នឹងបើសិនពីតិចវិញធ្វើការដាក់វាចំនួន5តមកយើងចង់ចេញពី file វិញយើងចុច Ctrl X ហើយចុច Yes មក
hơi okបន្ទាប់ពីយើង nano file ហើយយើងធ្វើ cat file cat file dot txt cat dot p អូខេអញ្ចឹងវាចេញតែឈ្មោះពីរចុងក្រោយមកទេតែយើងបានបញ្ចូលមុនហ្នឹងនៅក្នុងហ្នឹងហើយយើងធ្វើការ cat មើលម្ដងទៀត cat file dot txt cat dot 4អូខេអញ្ចឹងនេះជាឈ្មោះដែលខ្ញុំបានបញ្ចូលមុនហ្នឹង perfume ចំនួន4ហើយយើងសាកប្រើទៅ comment មួយទៀត cat file dot txt nl head dot 3 អូខេអញ្ចឹងដល់ពេលដែលយើងដាក់ nl ទៅវាធ្វើការសូននៅលើ number របស់យើងគឺចំនួន3ហ្នឹងហើយយើងធ្វើការ cat មើលវាម្ដងទៀត cat file txt nl grep number ហើយយើងធ្វើការ ls មើលនេះគឺសូនលើ file យើងមុនហ្នឹងហើយយើងវាយ command មួយទៀត ls dot x thằng dot 2អូខេអញ្ចឹងវាធ្វើការសូនលើថ្ងៃខែដែលយើងបានបង្កើត file ហ្នឹងមកជំរាបសួរអ្នកគ្នាខ្ញុំបាទសុភ័ក្រយ៉ាងនឹងដែរខ្ញុំមកធ្វើការបង្ហាញពី file comment redirection ដំបូងឡើយខ្ញុំធ្វើការ show IPA ដើម្បីបង្ហាញពី IP ហើយខ្ញុំធ្វើការ connect ទៅកាន់ PowerShell អូខេខ្ញុំធ្វើការបើក PowerShell ហើយធ្វើការ connect វាចូល SA bot add 127.0.1 p grade 2អូខេខ្ញុំធ្វើការបញ្ចូល password បន្តធ្វើការ clear វាសិនហើយ comment ដំបូងគេគឺ comment ls / etc សញ្ញាធំជាង su 30 tt តមកទៀតធ្វើការ cat file su 30.tt អូខេនេះជា value របស់វា
và comment ls slash etc su sản xuất ttហើយធ្វើការ cat file វាមើល su sản xuất tt នេះយើងធ្វើការចូលមកកាន់ file ចំនួន2 ដងឯងអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងចឹងសូមអរគុណ
Thank you.